បុរសម្នាក់នេះត្រូវងូតទឹកឲ្យប្រពន្ធដែលពិការរបស់គាត់ជារៀងរាល់យប់ប៉ុន្តែថ្ងៃនេះពេលដែលគាត់ទើបតែបើកទឹកដាក់អាងរួចស្រាប់តែឪជើងបោកក្បាលនឹងកន្លែងលាងដៃយ៉ាងខ្លាំងហើយក៏សន្លប់នៅនឹងកន្លែងតែម្ដងឃើញទស្សនភាពបែបនេះប្រពន្ធរបស់គាត់មានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំងព្រោះទឹកនៅតែបន្តហូរចូលក្នុងអាងមិនឈប់ទឹកហៀបនឹងលេចដល់របស់នាងទៅហើយប៉ុន្តែនាងដែលពិការពេញមួយទូខ្លួនគឺគ្មានមធ្យោបាយអ្វីអាចបញ្ឈប់វាបានឡើយដោយដឹងថាបើនៅតែបែបនេះនាងនឹងត្រូវថប់ដង្ហើមស្លាប់មិនខានសភាពគិតរស់រានមានជីវិតបានបង្ខំឲ្យនាងរកវិធីនាងបានដាក់ក្តីសង្ឃឹមលើជើងស្ដាំដែលនៅមានអារម្មណ៍ខ្លះនាងបានព្យាយាមប្រើជើងទៅកេះវ៉ាន់បង្ហូរទឹកនៅខាងក្រោមប៉ុន្តែរាងកាយដែលពិការរបស់នាងមិនអាចបញ្ចេញកម្លាំងបានឡើយដោយមិនព្រមចុះចាញ់ឡូរ៉ាបានព្យាយាមម្ដងហើយម្ដងទៀតទីបំផុតការព្យាយាមរបស់នាងក៏បានសម្រេចនាងបានប្រើកម្លាំងទាំងអស់ដែលមានដើម្បីបង្វិលវ៉ាន់ទឹកដោយប្រើជើងប៉ុន្តែនាងបើកវាបានតែពាក់កណ្ដាលប៉ុណ្ណោះល្បឿននៃការបង្ហូរទឹកចេញមិនអាចទាន់នឹងល្បឿនទឹកដែលហូរចូលឡើយនៅពេលដែលទឹកហៀបនឹងលេចដល់ច្រមុះឡូរ៉ាក៏បានបន្តប្រើជើងបង្វិលវ៉ាន់ទឹកនោះទៀតនឹកស្មានមិនដល់ថាលើកនេះបែរជាធ្វើឲ្យរឿងកាន់តែអាក្រក់ទៅវិញមិនត្រឹមតែមិនអាចបើកវ៉ាន់ទឹកបានទេថែមទាំងធ្វើឲ្យដាច់ខ្សែច្រវាក់នៅខាងលើទៀតផងដោយមិនចង់ស្លាប់ដោយសារថប់ដង្ហើមក្នុងទឹកឡូរ៉ាក៏បានដាក់ក្តីសង្ឃឹមលើក្បាលផ្កាឈូកនៅខាងក្រោមវិញនាងបានទេកម្លាំងទាំងអស់ទៅលើដៃឆ្វេងរបស់នាងនាងចង់រំកិលទីតាំងក្បាលផ្កាឈូកដើម្បីគ្រប់គ្រងកុងតាក់ទឹកប៉ុន្តែល្បឿននេះគឺយឺតខ្លាំងណាស់កម្រិតទឹកដែលចេះតែឡើងខ្ពស់បានចាប់ផ្ដើមលេបត្របាក់រូបនាងបន្តិចម្ដងដោយមិនសុខចិត្តឡូរ៉ាបានសម្រេចចិត្តប្រថុយម្ដងទៀតនៅក្នុងគ្រាដ៏គ្រោះថ្នាក់បំផុតនោះនាងបានខំប្រឹងរមួលវាមយ៉ាងខ្លាំងទោះបីជានាងអាចបង្វិលកុងតាក់និងធ្វើឲ្យល្បឿនទឹកហូរយឺតជាងមុនក៏ដោយប៉ុន្តែកម្រិតទឹកនៅតែបន្តឡើងខ្ពស់នាងនៅមិនទាន់រួចផុតពីគ្រោះថ្នាក់នៅឡើយទេដើម្បីដោះស្រាយបញ្ហានេះឲ្យដាច់ស្រឡះឡូរ៉ាបានសុកជើងចេញពីផ្ទៃទឹកយឺតរួចដាក់កម្លាំងទាំងអស់ទៅលើបាតជើងហើយធាក់ទៅលើវ៉ានបង្ហូរទឹកយ៉ាងខ្លាំងសំណាងល្អដែលទីបំផុតនាងអាចធាក់វ៉ាននោះឲ្យរបើកបាននៅពេលដែលកម្រិតទឹកចាប់ផ្ដើមស្រកចុះឡូរ៉ាក៏មានអារម្មណ៍ធូរស្រាលព្រោះនាងទើបតែបានរួចផុតពីក្តីស្លាប់ប៉ុន្តែនៅពេលនោះនាងស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឆ្លងកាត់ការតស៊ូវាងស្លាប់នឹងរស់នេះរាងកាយដែលពិការរបស់នាងបែរជាមានប្រតិកម្មឡើងវិញប៉ុន្តែពេលនេះមិនមែនជាពេលដែលត្រូវត្រេកអរឡើយនាងបានប្រញាប់ប្រើដៃទាំងពីរទប់មាត់អាងរួចក៏ក្រោកឈរឡើងយឺតនាងចង់មើលប្តីដែលដេកនៅលើការ៉ូប៉ុន្តែអ្វីដែលចម្លែកនោះគឺប្តីដែលដេកស្ទោកស្ទឹងអំបាញ់មិញនេះបែរជាបាត់ខ្លួនទៅវិញនៅលើមាត់ទ្វារមានជាប់ស្នាមឈាមរបស់ប្តីនាងនៅពេលឃើញស្នាមជើងពណ៌ក្រហមឆ្អៅនៅលើការ៉ូឡូរ៉ាក៏មានអារម្មណ៍ព្រឺឆ្អឹងក្នុងភ្លាមនាងគិតមិនយល់តតែសោះថាប្តីរបស់នាងច្បាស់ជាមិនបានសន្លប់ទេចុះហេតុអ្វីបានជាបណ្ដោយឲ្យនាងហៀបនឹងលេចទឹកស្លាប់បែបនេះពេលនោះឡូរ៉ាក៏នឹកឃើញសម្ដីមិត្តភក្តិដែលបានប្រាប់នាងកាលពីប៉ុន្មានថ្ងៃមុនប្តីរបស់នាងប្រហែលជាមានស្រីនៅខាងក្រៅបូករួមនឹងស្ថានភាពបច្ចុប្បន្ននេះគឺជាគម្រោងការសម្លាប់យ៉ាងហ្មត់ចត់របស់ប្តីនាងដើម្បីកម្ចាត់នាងចោលគ្រាន់តែគិតដល់ចំណុចនេះឡូរ៉ាក៏ញ័រខ្លួនទ្រើកដើម្បីកុំឲ្យគម្រោងការរបស់ប្តីនាងបានសម្រេចនាងបានខំប្រឹងវាចេញពីអាងងូតទឹកប៉ុន្តែរាងកាយរបស់នាងមិនទាន់បានជាសះស្បើយពេញលេញនៅឡើយទេនាងអាចត្រឹមតែប្រើរាងកាយផ្នែកខាងលើរំកិលខ្លួនយឺតដោយសារតែចង់រស់ឡូរ៉ាបានខំប្រឹងក្រោកឈរឡើងបន្ទាប់មកនាងបានស្ទុះទៅរកទូរស័ព្ទរួចលើកវាមកបំរុងនឹងទេហៅប៉ូលីសឲ្យជួយនឹកស្មានមិនដល់ថាខ្សែទូរស័ព្ទត្រូវបានប្តីនាងកាប់ផ្ដាច់បាត់ទៅហើយនៅពេលនោះមានស្រមោលខ្មៅមួយបានលេចឡើងនៅខាងក្រៅទ្វារនាងគិតថាស្រមោលនោះប្រហែលជាប្តីរបស់នាងដោយមិនចង់ដេកចាំស្លាប់ឡូរ៉ាក៏បានរើសយកបំណែកកញ្ចក់មួយមកការពារខ្លួន